mùi ơi mê đầm bón á mê đầm bón ngày ní mê đầm bón mùi ơi nhận ở kia ngay mà đầu tí ní mà cho năm chiêng ấy tâm ta chụp chỉ lực tí mùi tế một bọc bằng khơi những scar lăng khiêu ấy thùng nó không nữa thùng bên trên chụp bảy bông lâu ấy ta làm thêm một tí ní kẹt này ắt tao với bằng bồn vô về cầm pung ta cho bốc cho bao kháng à vô đây chụp đại bàn chẳng hạn này tầm tao ngày nắng bàn nhìn luôn ta ông đặt cái thà do ta thưa ấy nha bằng vốn chui còn mình vắng của ta thưa ấy chẳng hạnประเภท tây đào này thông mau bồn thông mau lụt nhìn luôn mà làm peนี่คือเวียrồi giờ tao bồn chẳng xongจะบอกbằng bồn còn bằng càng cào mất do ta thưa ấy chẳng hạn còn ta xong ngày nay xong tạm chặt bể đồ luôn ai cho này chúng ta bên cầm ơi tập bài dú ta tạm đàn vì đặc biệt thưa một hộp về mục này cho một kiếm tập ọc nè đập bay ban tây như ta ngó chúแล้วខ្ញុំចាប់ផ្ដើមធ្វើស្រកាវាសិនហើយនឹងកាប់ពុះជ្រៀកវាជាកង់ហើយជាស្រេចដើម្បីយើងយកទៅស្ងោរជ្រក់អញ្ចឹងសម្រាប់នៅក្នុងវីដេអូនេះខ្ញុំអត់បានបង្ហាញពីរបៀបធ្វើត្រីសម្អាតត្រីទេប៉ុន្តែខ្ញុំចង់ប្រាប់ថាបើធ្វើរបៀបខ្ញុំនេះគឺស្រួលហើយស្អាតបំផុតត្រីងាយស្រួលធ្វើគឺយើងធ្វើតាមកលុកកលៈវះតាមកលុកកលៈរបស់វាគឺងាយបំផុតត្រីចឹងបន្ទាប់ពីយើងធ្វើវាលាងសម្អាតវាបានរួចរាល់ហើយឥឡូវយើងក៏លេចមកក្នុងការសំគ្រឿងហើយនឹងធ្វើមុខម្ហូបមួយមុខនេះខ្ញុំនឹងរៀបរាប់លម្អិតនៅបាល់វីដេអូនេះតែម្ដងហើយរបៀបស្ងោរជ្រក់របស់ខ្ញុំនេះរៀងប្លែកពីគេទៅហើយបងប្អូនប្រហែលជាមិនដែលធ្លាប់ធ្វើរបៀបហ្នឹងទេប៉ុន្តែបងប្អូនអាចយកទៅធ្វើតាមខ្ញុំបានខ្ញុំនឹងលម្អិតនៅក្នុងវីដេអូនេះដំបូងគ្រឿងដែលយើងបានត្រៀមទុកនោះមានដូចជាគល់លក្រីម្ដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមហើយម្ទេសក្រៀមអានេះវាជាគ្រឿងសម្រាប់ស្ងោរជ្រក់មួយមុខនេះបន្ទាប់មកយើងយកគ្រឿងទាំងអស់នោះទៅរំលីងវាឲ្យបានឈ្ងុយហើយខ្ញុំនៅតែណែនាំដល់បងប្អូនប្រុងប្រយ័ត្ននៅពេលដែលលីងគ្រឿងយកតែមកឈ្ងុយបានហើយកុំឲ្យវាក្រៀមពេកហើយប្រយ័ត្នខ្លោចអាហ្នឹងគឺសំខាន់ខ្លាំងណាស់គ្រឿងបើអញ្ចឹងទៅវាបាត់បង់រសជាតិបន្ទាប់មកយើងចាក់ទឹកត្រីចូលមកបរិមាណមកល្មមសិនទៅយើងគិតថាប៉ុណ្ណាវាល្មមលេខតាមបរិមាណទឹកដែលយើងចង់ដាក់ជាមួយនឹងទឹកត្រីហ្នឹងបន្ទាប់មកយើងចាក់ទឹកចូលបានបន្តិចហើយគ្រឿងទេសទាំងអស់ហ្នឹងយើងត្រូវបង់ពេលហ្នឹងតែម្ដងបន្ទាប់មកទឹករៀបពុះយើងចាក់ត្រីចូលរំងាស់បងប្អូនគិតថាប៉ុណ្ណាផុយបងប្អូនលើកចេញមកបន្ទាប់ពីលើកមកហើយគ្រឿងដែលយើងទៅបន្ថែមឲ្យសម្លនោះកាន់តែមានរសជាតិឆ្ងាញ់មានដូចជាជីអាណាជីអំបងហើយដើមខ្ទឹមគល់ខ្ទឹមហ្នឹងហើយនឹងខ្ទឹមបំពងហើយយើងមកជូរយើងប្រើក្រូចឆ្មាអញ្ចឹងម្ហូបស្ងោរជ្រក់ត្រីស្ដោបំពុកនេះខ្ញុំបានរៀបរាប់អស់ហើយបើបងប្អូនមិនច្បាស់បងប្អូនអាចមើលវីដេអូនេះតាមដំណើរបានវីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ